over the last 30 years, over 80 of opposition supporters have been assassinated. ក្នុងរយៈពេលជាង30ឆ្នាំចុងក្រោយនេះមានអ្នកគាំទ្របកប្រឆាំងជាង80នាក់ត្រូវបានធ្វើឃាតឥឡូវនេះគឺបន្ថែមករណីលោកលឹមកំយ៉ាមួយរូបទៀតវាពិតជាប៉ះទង្គិចផ្លូវចិត្តរបស់ពួកយើងណាស់ពួកយើងជាក្រុមឧស្សាហ៍នឹករលឹកគាត់ណាស់ក្នុងអំឡុងពេលដ៏សោកសង្រេងនេះគ្រួសារលោកលឹមកំយ៉ានិងមិត្តភ័ក្តិត្រូវការនោះគឺការទាមទាររកយុត្តិធម៌សម្រាប់លោកលឹមកំយ៉ាឪពុករបស់ខ្ញុំលោកជាមនុស្សដែលស្មោះត្រង់ហើយជាមនុស្សមួយរូបស្រឡាញ់ប្រទេសជាតិខ្លួននិងប្រជាជនខ្លួនហើយគាត់បានបង្ហាញឲ្យយើងឃើញនៅការលះបង់អាយុជីវិតរបស់គាត់ដើម្បីកែលម្អស្ថានភាពដ៏អាក្រក់នៅកម្ពុជារបបតកូហ៊ុនព្យាយាមបិទបាំងបញ្ចប់រឿងឃាតកម្មនេះដោយពួកគេបាននិយាយថាឃាតកម្មនេះជាចំនួនបុគ្គលប៉ុន្តែយើងគ្រប់គ្នានឹងច្បាស់ករណីឃាតកម្មនេះជាឃាតកម្មផ្នែកនយោបាយចំពោះអ្នកប្រឆាំងដែលនៅជុំវិញពិភពលោកឥឡូវនេះកំពុងតែភ័យខ្លាចចំពោះអាយុជីវិតរបស់ខ្លួនសាររបស់ធិតករពួកអ្នកឯងមិនមានសុវត្ថិភាពទេយើងជារដ្ឋាភិបាលកម្ពុជាអាចសម្លាប់អ្នកទោះបីជាអ្នកនៅទីណាក៏ដោយប្រភពវីដេអូបានមកពី Al Jazeera បកប្រែក្រៅផ្លូវការដោយក្រុមការងារគេហទំព័រវិទ្យាសំរងស៊ី